ថ្ងៃនេះបានជួបបងប្រុសម្នាក់គាត់បានសួរទៅកាន់ប្អូនប្រុសម្នាក់ដែរគាត់សួរថាប្អូនឯងធ្វើការនៅសៀមរាបបានប្រាក់ខែប្រមាណប្អូនប្រុសនោះបានឆ្លើយវិញថាគាត់បានប្រាក់ខែ120ឬក៏150ទៅតាមស្ថាប័នមកគេអញ្ចឹងណាគាត់ថាបងប្រុសគាត់ថាជីចាក់សាំងតែម៉ូតូមិនគ្រប់ហ៎ទៅខំធ្វើការធ្វើអីសម្រាប់ខ្ញុំវិញការនិយាយបែបនេះគឺជាការនិយាយបំបាក់ទឹកចិត្តទៅកាន់ប្អូនប្រុសវិញទេគ្មានអ្នកណាចង់ធ្វើការជួយធ្វើការភ្លាមបានប្រាក់ខែខ្ពស់ទេចូលទៅធ្វើការឲ្យគេchẳngហូចក៏យើងទៅហាត់ការរយៈពេល3ខែដែរហើយការងារទាំងអស់ហ្នឹងគឺសិតសឹងតែជាការ training ទេមុនយើងចូលជាបុគ្គលិកពេញសិទ្ធិគេមួយទៀតសូមលើកចិត្តទៅកាន់បងប្អូនដែលធ្វើការឲ្យគេហ្នឹងពិតមែនដែលយើងទើបតែចូលធ្វើការបានប្រាក់ខែ120ឬក៏150ប្រាក់ខែទាំងអស់នោះគឺជាសមត្ថភាពរបស់យើងដែលយើងអាចរកបានចាំនៅពេលដែលយើងមានសមត្ថភាពចាំយើងផ្លាស់ប្ដូរការងារឬក៏ជាការស្នើសុំឡើងប្រាក់ខែបន្តទៀតសូមលើកចិត្តទៅកាន់បងប្អូនហើយឬក៏សិស្សនិស្សិតដែលតតែរៀនឆ្នាំទី1ឆ្នាំទី2ក៏ដោយការងារអ្វីក៏ដោយគឺយើងត្រូវតែធ្វើឲ្យតែការងារសុចរិតកុំទៅលួចប្លន់គេទៅបានហើយដើម្បីយកប្រាក់ខែទាំងអស់ហ្នឹងចិញ្ចឹមខ្លួនឯងនិងបន្តការសិក្សានៅសាកលវិទ្យាល័យបន្ថែមទៀត